បើខ្ញុំចុះកិច្ចសន្យាលុយភាគច្រើននឹងធ្លាក់ទៅក្នុងហោប៉ៅភ្នាក់ងារតែបើខ្ញុំរៀនពូកែខ្ញុំអាចរកលុយបានរាប់រយលាននៅថ្ងៃអនាគតនេះគឺជាសម្ដីរបស់ក្មេងប្រុសម្នាក់ដែលហ៊ានបដិសេធលុយឡានភ្លាមពេលទើបតែល្បីនៅវ័យ13ឆ្នាំ6ឆ្នាំក្រោយមកគេបានបង្ហាញឲ្យពិភពលោកឃើញថាការគិតរបស់គេគឺត្រឹមត្រូវទាំងស្រុង វីលីមិនធីតែទឹកមុំក្រូចឆ្មារួមបញ្ចូលគ្នាយ៉ាងល្អផ្ដល់ភាពស្រស់ស្រាយយុវជនវ័យ19ឆ្នាំដែលជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសចិនបានប្រកាសពីភាពជោគជ័យដ៏ធំធេងនៅក្នុងការទទួលបានអាហារូបករណ៍ចូលរៀននៅសាកលវិទ្យាល័យលំដាប់កំពូល Boston University នៅសហរដ្ឋអាមេរិកអ្វីដែលធ្វើឲ្យមហាជនកោតសរសើរបំផុតនោះរាល់ការចំណាយទៅលើការសិក្សានិងការរស់នៅទាំងអស់គឺរូបគេជាអ្នករ៉ាប់រងទាំងស្រុងដោយប្រើប្រាស់ថវិកាដែលរកបានពីការងារនៅលើបណ្ដាញសង្គមក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះយុវជនរូបនេះមានឈ្មោះនៅលើបណ្ដាញសង្គមថាចុងមីមីឬឈ្មោះពិតចុងយូសៀងដែលបានផ្ទុះភាពល្បីល្បាញកាលពីខែឧសភាឆ្នាំ2020តាមរយៈការធ្វើវីដេអូត្រាប់តាមកាយវិការរបស់លោកគ្រូអ្នកគ្រូនៅសាលាបឋមនិងមធ្យមសិក្សាដោយសារតែសមត្ថភាពនៃការសម្ដែងដូចបេះបិទនិងទឹកមុខរស់រវើកក្រមិចក្រម៉ើមគេត្រូវបានមហាជនឲ្យឈ្មោះថាកម្ពុជាអ្នកត្រាប់តាមនិងទទួលបានអ្នកគាំទ្រដល់ទៅ1លាននាក់នៅក្នុងរយៈពេលត្រឹមតែ1ខែតែប៉ុណ្ណោះកាលពីថ្ងៃទី22ខែមិថុនាចុងមីមីបានប្រកាសនៅលើបណ្ដាញសង្គមថារូបគេត្រូវបានសាកលវិទ្យាល័យ Boston University ទទួលឲ្យចូលរៀនដែលនឹងចាប់ផ្ដើមចូលរៀននៅឆ្នាំក្រោយនេះជាមួយគ្នានេះគេក៏បានបដិសេធនៅពាក្យចចាមអារ៉ាមដែលថាគេបានប្រើប្រាស់លុយដើម្បីទិញកន្លែងរៀនផងដែរថា Boston University គឺជាសាកលវិទ្យាល័យដែលមានគុណភាពខ្ពស់អ្នកមិនអាចគ្រាន់តែចូលរៀនទីនោះបានដោយគ្រាន់តែមានលុយនោះទេខ្ញុំបានសន្សំប្រាក់ដែលរកបានពីអនឡាញដើម្បីបង់ថ្លៃសិក្សាដោយខ្លួនឯងបន្ទាប់ពីការដកចំណាយប្រចាំថ្ងៃសម្រាប់ក្រុមគ្រួសាររួចរាល់ខ្ញុំដឹងថាខ្ញុំត្រូវតែរុញច្រានការលូតលាស់របស់ខ្ញុំទៅមុខដោយខ្លួនឯងយោងទៅតាម South China Morning Post តាមការប៉ាន់ស្មានថ្លៃសិក្សានិងការរស់នៅទីក្រុង Boston មានតម្លៃប្រមាណ 70,000 យួនប្រហែល $103,000 អាមេរិកនៅក្នុងមួយឆ្នាំដូច្នេះសម្រាប់ការសិក្សារយៈពេល4ឆ្នាំចុងមីមីត្រូវចំណាយប្រាក់សរុបជិត3លានយួនប្រហែល $44,000 អាមេរិកបច្ចុប្បន្នក្មេងប្រុសវ័យ19ឆ្នាំរូបនេះមានអ្នកតាមដានសរុបជិត9លាននាក់នៅលើបណ្ដាញសង្គមធំៗរបស់ចិនកាលពីទើបតែល្បីដំបូងមានក្រុមហ៊ុនតាក់ទងមកគេដើម្បីធ្វើកិច្ចសន្យាដោយផ្ដល់លុយឲ្យ1លានយួននៅក្នុងមួយឆ្នាំប៉ុន្តែរូបគេបានបដិសេធដោយសារតែមិនចង់ឲ្យប៉ះពាល់ទៅដល់ការសិក្សាក្រោយមកគេនិងម្ដាយបានរួមគ្នាបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនវិញនៅពីក្រោយភាពជោគជ័យទាំងវ័យក្មេងបែបនេះចុងមីមីមានអតីតកាលដ៏សែនឈឺចាប់ដែលក្មេងទូទៅស្ទើរតែមិនអាចទ្រាំទ្របានលោកមកពីក្រុមគ្រួសារធម្មតាមួយនៅក្នុងទីក្រុងហឺកាងដែលជាតំបន់មិនសូវរីកចម្រើននៅភាគឦសាននៃខេត្តហេឡុងជៀងលោកបានទម្លាយថាមូលហេតុដែលធ្វើឲ្យរូបគេប្រឹងប្រែងយ៉ាងខ្លាំងគឺដើម្បីតែក្លាយទៅជាបង្គោលគ្រួសារនិងការពារម្ដាយព្រមទាំងប្អូនស្រីរបស់គេកម្លាំងចិត្តមួយនេះបានកើតចេញពីការលែងលះរបស់ឪពុកម្ដាយគេបន្ទាប់ពីឪពុកបង្កើតបានប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរមកលើរូបគេនិងម្ដាយជាញឹកញាប់មានពេលមួយម្ដាយរបស់គេត្រូវបានឪពុករបស់គេវារហូតដល់រងរបួសបាក់ឆ្អឹងដែលនេះបានក្លាយទៅជាស្រមោលអតីតកាលដ៏សែនឈឺចាប់មួយដែលក្មេងប្រុសម្នាក់ត្រូវឈរមើលឪពុកវាម្ដាយរបស់ខ្លួននៅចំពោះមុខសូម្បីតែក្រោយពេលលែងលះហើយក៏ឪពុករបស់គេនៅតែមកបន្តធ្វើទុកបុកម្នេញគំរាមកំហែងដល់ផ្ទះមិនឈប់ឈរនោះដែរចុងមីមីបាននិយាយទាំងទឹកភ្នែកនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពី3ឆ្នាំមុនថាខ្ញុំមិនស្រឡាញ់ឪពុករបស់ខ្ញុំទេគ្រួសាររបស់ខ្ញុំឥឡូវនេះពេញលេញហើយវាមិនមានកន្លែងទំនេរសម្រាប់ឪពុកម្នាក់នោះទៀតនោះឡើយទោះបីជាជួបភ្លៀងជីវិតនៅទទួលស្គាល់ថាខ្លួនឯងមិនមែនជាសិស្សពូកែដាច់គេប៉ុន្តែដោយសារតែភាពវៃឆ្លាតការចេះសង្កេតនិងការតស៊ូមិនរាយថយបានធ្វើឲ្យយុវជនរូបនេះអាចផ្លាស់ប្ដូរវាសនាខ្លួនឯងបាននិងក្រុមគ្រួសារយ៉ាងស្រស់ស្អាតព្រមទាំងទទួលបានការកោតសរសើរនិងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតនៅជុំវិញពិភពលោករឿងរ៉ាវរបស់ចុងមីមីគឺជាសារដាស់តឿនសម្រាប់យុវជននៅក្នុងចំនួន Digital នេះក្នុងសម័យកាលដែលមនុស្សជាច្រើនស្រវាងភ្នែកនឹងលុយឆ្លក់វង្វេងជាមួយនឹងភាពល្បីល្បាញដ៏ឆាប់រហ័សនៅលើអនឡាញរហូតដល់ហ៊ានបោះបង់ចោលការសិក្សាយុវជនរូបនេះបានបង្ហាញឲ្យឃើញថាភាពល្បីល្បាញនៅលើអនឡាញអាចជារឿងបណ្ដោះអាសន្នប៉ុន្តែចំណេះដឹងនៅក្នុងខ្លួននឹងនៅជាប់ជាមួយយើងអស់មួយជីវិតការដែលរកលុយបានតាំងពីវ័យក្មេងគឺជារឿងមួយដ៏អស្ចារ្យប៉ុន្តែការដែលមិនបោះបង់ចោលការសិក្សាហើយយកលុយទាំងនោះមកវិនិយោគនៅលើខួរក្បាលរបស់ខ្លួនឯងទើបជាសញ្ញានៃអ្នកជោគជ័យពិតប្រាកដចំណេះដឹងមិនបានផ្លាស់ប្ដូរវាសនារបស់គេនោះឡើយប៉ុន្តែវាកំពុងតែជួយកសាងអនាគតមួយដ៏រឹងមាំដែលគ្មាននរណាម្នាក់អាចមកវាយបំបាក់បាននោះឡើយជួបជាមួយ Quick Frame នៅអេពីសូតក្រោយ